នៅក្នុងប្រទេសកូរ៉េឥឡូវហ្នឹងអាកាសធាតុកំពុងតែពងពេញក្តៅបងប្អូនអ្នកគ្នាអត់ទាន់ក្តៅខ្លាំងទេនៅខែក្រោយគឺក្តៅខ្លាំងសម្រាប់ខែនេះដែរក្តៅប៉ុន្តែរៀងហប់ដែរបងប្អូនអ្នកគ្នាពេលដែលចេញទៅខាងក្រៅហប់ខ្យល់ហើយនិយាយរួមទៅគឺក្តៅខ្លាំងមែនទែនខ្ញុំអត់បានភ្លេចយកជាមួយនឹងកៅអៅដែលវិញមកបងប្អូនអ្នកគ្នាឡើងប្រឡែងខ្លួនហ្មងចាំមើលពេលដែលទៅខ្មែរវិញគឺខ្មៅហើយអ្នកនៅខ្មែរពិច្រើនចូលចិត្តសួរយើងមិនក៏ឯងទៅកូរ៉េអញ្ចឹងស្បែកឯងខ្មៅអញ្ចឹងមិនអត់សដូចគេអញ្ចឹងបងប្អូនអ្នកគ្នាតាមពិតទៅខ្ញុំអត់ដែរប្រើលេអសទេស្បែកខ្ញុំគឺធម្មជាតិអញ្ចឹងណាខ្ញុំប្រើតែលេប្រើសំណើមហើយឥឡូវហ្នឹងគឺខ្ញុំកំពុងតែដើរទៅចំណតឡានក្រុងឥឡូវហ្នឹងមកដល់កន្លែងរងចាំឡានក្រុងហើយរយៈពេលដូចជា3 ទៅ 4 នាទីបានឡានក្រុងមកយកពួកខ្ញុំអញ្ចឹងទៅហើយក្តៅខ្លាំងមែនទែនដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងនៅប្រទេសកូរ៉េគឺក្តៅខ្លាំងនៅខែត្រជាក់ខ្លាំងក៏ប៉ុន្តែអាកាសធាតុគឺវាប្រែប្រួលទៅតាមហ្នឹងម្ដងក្តៅម្ដងត្រជាក់អញ្ចឹងទៅហើយឥឡូវនេះខ្ញុំក្តៅពេកខ្ញុំមកដល់កន្លែងទីតាំងផ្សារក៏ប៉ុន្តែឈៀងចូលក្នុងហាងកាហ្វេចាកំងទឹកអលឹកញ៉ាំអញ្ចឹងណាបងប្អូនអរគ្នាហើយសម្រាប់ទឹកលឹកនេះគឺបាត់ភ័ក្ររបស់ខ្ញុំទិញឲ្យខ្ញុំញ៉ាំទេហើយខ្ញុំដើរជាមួយគាត់គាត់ថាអើយថ្ងៃហ្នឹងគេមើលខ្ញុំគ្រប់ឃ្លាឡើងប្លែកគេថាខ្ញុំជប៉ុនមែនអីចឹងណាផ្សេងទៅតាមពិតមែនតែបងប្អូនអរគ្នាខ្ញុំគ្រាន់តែថាពេលដែលធ្វើខ្លួនទៅយ៉ាងប្លែកពេលធម្មតាទៅមុខមើលអត់យល់ទេធម្មតារយៈពេលធ្វើការ5ថ្ងៃបងប្អូននៅមុខមើលអត់យល់តែម្ដងដូចឆ្មាអញ្ចឹងតែពេលចេញក្រៅម្ដងធ្វើខ្លួនយ៉ាងប្លែកអញ្ចឹងទៅវាមកទៅឃើញប្លែកភ្នែកណាបងប្អូន